ខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីរបៀបនៃការសម្អាត link ដែលមិនល្អឬក៏សម្អាត link នៅក្នុង Facebook ឬក៏ Facebook page របស់បងប្អូនទាំងអស់គ្នានឹងឲ្យគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទប៉ាត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីរបៀបនៃការសម្អាត link ឬក៏សម្អាត link ដែលមិនល្អនៅក្នុង Facebook ឬក៏ Facebook page របស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនយើងគួរតែសម្អាត link ណាដែលយើងបានភ្ជាប់ឬក៏យើងបានធ្លាប់បានចុចចូលនៅក្នុង link ណាមួយដែលយើងធ្លាប់បានចុចហ្នឹងជាពិសេសអ្នកដែលmonetize ឬក៏បើក Facebook ចំពោះការរកប្រាក់ចំណូលជាមួយនឹង Facebook ឬក៏ជាមួយនឹង page ចឹងទៅអញ្ចឹងយើងគួរតែសម្អាត link ទាំងអស់នោះចោលនៅពេលដែលគ្នាយើងធ្លាប់បានចុចចូលឬក៏យើងចុចដោយអត់ដឹងអត់ចាប់អារម្មណ៍ទៅលើ link ទាំងអស់ហ្នឹងអញ្ចឹងគ្នាយើងគ្រាន់តែចូលទៅក្នុង app Facebook ទាំងអស់គ្នាមកហ្នឹងហើយចុចចូលនៅក្នុងកម្មវិធី Facebook ដំបូងគឺវា load មកបែបនេះបន្ទាប់មកទៀតគ្នាយើងចុចកន្លែងសញ្ញាត្រេ3បងប្អូនយើងចុចមកដល់ចំណុចនេះអូសខាងក្រោមនឹងឃើញពាក្យថា Settings and Privacy ឬក៏សញ្ញាកងចាក់នេះចុចលើវាមកបងប្អូនយើងនឹងឃើញពាក្យថា Link History កន្លែងនេះបើសិនជាអក្សរខ្មែរគេដាក់ថាដំណ link ដំណហ្នឹងហើយដំណភ្ជាប់កន្លែងនេះបើសិនជាបងប្អូនយើងចុចមកកន្លែងរូបសញ្ញាម្ជុលខ្ទាស់នេះចុចលើវាមកក្រោយមកទៀតវានឹង load មាន link នៅកន្លែងនេះបងប្អូនដោយសារតែខ្ញុំអត់មានសេវាវាអត់ load ឲ្យនៅកន្លែងនេះខ្ញុំអត់ដឹងមិនដែរសម្រាប់ទូរស័ព្ទមួយនេះអញ្ចឹងនៅពេលដែលវាអត់ load មកបែបនេះវាអត់មានសេវាអ្នកនរគ្នាបើសិនជាមានសេវាងាយស្រួលបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងទូរស័ព្ទដែលខ្ញុំកំពុងតែថតនេះចុចទៅលើកន្លែងនេះហើយវានឹងមានជាដំណភ្ជាប់ link តែម្ដងអញ្ចឹងខ្ញុំសូមអូខេបងប្អូនដោយសារតែវា load មកចំណុចនេះព្រោះខ្ញុំបានសម្អាត link ហើយ link history ដែលខ្ញុំធ្លាប់បាននេះហ្នឹងគឺខ្ញុំធ្លាប់សម្អាតហើយអស់ហើយអញ្ចឹងបើសិនជាបងប្អូនយើងមាន link វា load មកសញ្ញាសម្អាតនៅកន្លែងនេះសម្អាតទាំងអស់បងប្អូនយើងចុចសម្អាតទៅគឺវានឹងអស់ដូចនៅក្នុងរូបភាពដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅលើអេក្រង់ទូរស័ព្ទដៃមួយនេះបើសិនជាបងប្អូនយើងនៅតែមាន link ណាដែលមិនល្អជាប់ link ធ្វើឲ្យ account យើងឬក៏ Facebook page របស់យើងហ្នឹងក៏មិនដំណើរមិនអាចនឹង code ឬក៏ប៉ះពាល់ដល់ Facebook page ឬក៏ Facebook account របស់យើងផងដែរអូខេអ្នកទាំងអស់គ្នាវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនយើងដែលតាមដាននៅ channel របស់ខ្ញុំបាទនៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងគន្លឹះខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយទៀតជាមួយនឹងខ្ញុំបាទផងដែរ